trong ban các bố sát ở sân miền pel bong ôn tầng óc này cầm ô rầm lông video này bong ôn sầmรับvideoนี้គឺងាយងាយបងប្អូនទាំងអស់គ្នាអាចឆ្នៃហាត់យកកបពោះបាននៅទីណាកន្លែងណាក៏បងប្អូនទាំងអស់គ្នាហាត់បានដែរដោយសារយើងអត់ចាំបាច់ប្រើប្រាស់ឧបករណ៍ច្រើនទេយើងមានត្រឹមតែកម្រាលមួយឬក៏បងប្អូនមានត្រឹមតែជាដុំដែកមួយឬក៏អាចប្រើជាមួយនឹងដបទឹកសុទ្ធជំនួសក៏បានដែរបងប្អូន So the first exercise របស់យើងគឺយើងចាប់ផ្ដើមជាមួយនឹងលំហាត់ប្រាណដែលយើងបានប្រើជាមួយនឹងកម្រាលបូកជាមួយនឹងយើងប្រើជាមួយនឹងដុំដែកដែលខ្ញុំកាន់នេះគឺ2គីឡូកន្លះបងប្អូនទាំងអស់គ្នាមាន3គីឡូកាន់3គីឡូមាន1គីឡូក៏កាន់1គីឡូបានដែរបងប្អូនយើងធ្វើសងខាងបងប្អូនលំនឹងជើងមួយខាងគឺយើងទប់ឲ្យជាប់ជាមួយនឹងកម្រាលជើងយើងគឺទប់ឲ្យជាប់បែបនឹងតែម្ដងហើយជើងមួយខាងទៀតគឺយើងលើកឡើងហើយយើងប្រឹងលើកដុំដែករបស់យើងឡើង and after គឺបងប្អូនទាំងអស់គ្នាផ្លុំខ្យល់ចេញនៅពេលដែលងើបឡើងហើយបងប្អូនរាប់មួយតោះយើងចាប់ផ្ដើមទាំងអស់គ្នាអូខេតោះ1ស្រុកខ្យល់ចូលផ្លុំខ្យល់ចេញ2ស្រុកខ្យល់ចូលផ្លុំខ្យល់ចេញ3បងប្អូនលំហាត់ប្រាណនេះបងប្អូនធ្វើ23ជុំបងប្អូនធ្វើសងខាងខាងស្ដាំ20ខាងឆ្វេងក៏20ដែរបើខាងស្ដាំ15ខាងឆ្វេងក៏ធ្វើ15ដែរលំហាត់ប្រាណនេះគឺចូលក្បាលពោះយើងបានល្អមែនទែនជាពិសេសក្បាលពោះចំហៀងបងប្អូនទាំងអស់គ្នាចង់បានអេបក្បាលពោះលឿនអីគឺបងប្អូនទាំងអស់គ្នាអាចអនុវត្តលំហាត់ប្រាណនេះបានបងប្អូនតាក់ទងមួយលំហាត់ប្រាណក្បាលពោះគឺបងប្អូនទាំងអស់គ្នាអាចហាត់ស្ទើរតែជាប្រចាំថ្ងៃបានអត់អីទេតាក់ទងមួយលំហាត់ប្រាណក្បាលពោះប៉ុន្តែស្រួលផ្សេងគឺបងប្អូនignore វាខ្លះអញ្ចឹងឬក៏អាចឆ្លាស់គ្នាបើឧទាហរណ៍ថ្ងៃហ្នឹងបងប្អូនហាត់ក្បាលពោះស្អែកហាត់ក្បាលពោះខាងស្អែកហាត់ក្បាលពោះខាងស្អែកមួយទៀតបងប្អូនអាចហាត់ជាមួយនឹងការគៀវគូឬក៏ហាត់សម្រក់ខ្នងហាត់អីចឹងណាអាហ្នឹងអាស្រ័យទៅលើអ្វីដែលបងប្អូនឆ្នៃឬក៏បងប្អូនបានកំណត់ជាមួយនឹង schedule ខ្លួនឯងនិយាយទៅបងប្អូនទាំងអស់គ្នាបើបងប្អូនដែលចង់ស្រកក្បាលពោះបានលឿនខ្ញុំ recommend បងប្អូនហាត់ប្រាណនៅពេលព្រឹកពេលដែលបងប្អូនហាត់ប្រាណនៅពេលព្រឹកគឺក្បាលពោះយើងស្រកលឿនមែនតើហ្មងព្រោះដោយសារតែពេលដែលយើងគេងពេញមួយយប់ព្រលឹមឡើងងើបមកគឺយើងអត់ទាន់បានញ៉ាំអីហើយយើងហាត់ប្រាណណាបងប្អូនគឺវាជំរុញការដុតខ្លាញ់បានកាន់តែលឿនអញ្ចឹងបើអ្នកចង់ស្រកក្បាលពោះបានលឿនគឺបងប្អូនហាត់ពេលព្រឹកគឺល្អហើយបើអ្នកចង់ហាត់យកគូតកៀកយកអីបើបងប្អូនមានពេលព្រឹកទៅនេះហាត់ពេលព្រឹកតែបើពេលព្រឹកខ្ញុំបងប្អូនអាចហាត់ពេលយប់អាចហាត់ពេលល្ងាចយើងបន្ទាប់ពីយើងចាប់ការងារបានព្រោះជាទូទៅលំហាត់ប្រាណបើសិនជាខ្ញុំជួយចិត្តរៀងហាត់ពេលល្ងាចព្រោះភាគច្រើនពេលព្រឹកខ្ញុំរវល់អញ្ចឹងណាបងប្អូនហើយនៅមួយហាត់ពេលល្ងាចវាស្រួលខ្លួនណាបងប្អូនបែកញើសទៅយើងមួយទឹកមួយអីទៅគេងស្រួល So exercise ទី2គឺយើងចាប់ផ្ដើមជាមួយនឹងការប្រើដុំដៃដូចមិញដែរបងប្អូន and after ជើងរបស់បងប្អូនគឺលើកបែបហ្នឹងមកហើយយើងប្រឹងងើបឡើងផ្លុំខ្យល់ចេញពេលគេងស្រូបខ្យល់ចូលតោះអូខេ1 2 3 4 5បងប្អូនលំហាត់ប្រាណនេះបងប្អូនធ្វើ23ជុំដូចគ្នាបងប្អូនបដោតធ្វើមួយបានចូលបានល្អបងប្អូនលំហាត់ប្រាណបើបងប្អូនចង់បានផលលឿនបងប្អូនធ្វើឲ្យយឺតចាតែបើបងប្អូនធ្វើញាប់អត់សូវបានផលទេបងប្អូនអញ្ចឹងធ្វើវា slow មួយតាមស្រួលកុំបខំអាចទេខ្លះទៅជាប់សរសៃទៅអត់ស្រួលវិញចាចូលដល់ exercise បន្តបងប្អូនសម្រាប់ exercise បន្ទាប់នេះគឺយើងប្រើជាមួយនឹងដុំដៃដូចមិញទៀតហើយប៉ុន្តែជើងរបស់យើងគឺលើកផ្គុំហើយ after គឺទៅមួយបែបនេះតោះទាំងអស់គ្នាត្រៀម1ស្រុកខ្យល់ចូលផ្លុំខ្យល់ចេញតោះ2ផ្លុំខ្យល់ចេញ3 4បងប្អូនលំហាត់ប្រាណនេះបងប្អូនធ្វើ23ជុំដូចគ្នាចាបាន3លំហាត់ប្រាណណាបងប្អូនសម្រាប់បងប្អូនដែលអត់ចង់ចំណាយពេលវេលាទៅរកវីដេអូអីច្រើនបងប្អូនទាំងអស់គ្នាអាច share វីដេអូនេះទុកមើលហ្មងស្រួលថ្ងៃដែលហាត់ក្បាលពោះហាត់តាមលំហាត់ប្រាណនេះគឺអូខេហ្មងបងប្អូនមេក្បាច់ខ្ញុំនិយាយមែនលំហាត់ប្រាណអស់នេះឲ្យតែបងប្អូនធ្វើគ្រប់សេតអូញ័រសាហាវឲ្យស្រក់លឿនមែនតែនហ្មងបងប្អូនចាអូខេតោះចូលដល់លំហាត់ប្រាណបន្តបងប្អូនទៅទាំងអស់គ្នាដៃដាក់ស្របជាមួយនឹងដងខ្លួន and after បងប្អូនងើបកបន្តិចឡើងជើងរបស់យើងចាចុងជើងដាក់ឲ្យត្រង់អូខេតោះ1តម្លាក់ជើងផ្លុំខ្យល់ចេញតោះ2លើកជើងស្រូបខ្យល់ចូល3 4បងប្អូនអាចយកដៃកល់ជាមួយនឹងកករបស់យើងបានបើសិនជាករណីបងប្អូនរួយកចាធ្វើវាមួយចាបងប្អូនអូខេអញ្ចឹងចូលដល់លំហាត់ប្រាណនេះគឺបដោតទៅលើស្ទាក់ទៅមួយអាក្បាលពោះផ្នែកខាងក្រោមរបស់យើងពេលដែលបងប្អូនលើកជើងឲ្យតម្លាក់ទៅវិញហ្នឹងគឺវាទាញខ្លាំងក្បាលពោះយើងនឹងស្រក់ខ្លាំងក្បាលពោះយើងបានលឿនហ្មងអូខេតាឥឡូវយើងដល់ next exercise ចូលដល់លំហាត់ប្រាណទី6ដែលជាលំហាត់ប្រាណចុងក្រោយរបស់យើងជើងដាក់ទទឹមគ្នាកណ្ដាលបងប្អូនហើយដុំដែកបងប្អូនប្រើ3គីឡូក៏បានប្រើ5គីឡូក៏បានប្រើ2គីឡូកន្លះដូចខ្ញុំអញ្ចឹងក៏បានអូបងប្អូនមួយទៀតពពួកដុំដែក2គីឡូកន្លះអីចឹងណាបងប្អូនតម្លៃធូរឯងបងប្អូនអាចទិញវាយកទៅឆ្នៃហាត់នៅផ្ទះបានច្រើនក្បាច់មែនតើបងប្អូនល្អណាស់ដុំដែកអស់នេះហើយបងប្អូនប្រើ10-20ឆ្នាំក៏អត់ទៅណាដែរខ្ញុំនិយាយមែនបងប្អូនពេលខ្លះបងប្អូនមកសួរសម្ភារៈខ្ជិះខ្ជូតអីមួយខ្ញុំអត់សូវមានទេបងប្អូនអីវ៉ាន់អីក៏ដោយបើអត់មានគុណភាពបើអត់គុណភាពអត់សូវល្អគឺខ្ញុំសុខចិត្តអត់លក់ខ្ញុំនិយាយមែន
ហើយផលិតផលដែលខ្ញុំមានលក់គឺជាសតជាផលិតផលដែលស្តង់ដារនៅតាមក្លឹបអញ្ចឹងបងប្អូនដែលចង់បានសម្ភារៈហាត់ប្រាណដែលមានគុណភាពនិងមានស្តង់ដារបងប្អូនទាំងអស់គ្នាអាចតំណមកពួកយើងបានបើបងប្អូនចាប់ផ្ដើមហាត់ថ្មីចង់ចំណាយលុយតិចបងប្អូនអាចប្រាប់ពួកយើងបានថាឥឡូវបងខ្ញុំហាត់ថ្មីហើយខ្ញុំបាក់ចិត្តខ្ញុំមានប្រហែលតែប៉ុណ្នេះទេបងអញ្ចឹងពួកយើងរៀបចំជូនន័យថាអាណាដែលវាចាំបាច់បងប្អូនយកទៅប្រើបានហ្មងបងប្អូនទិញមួយខ្ញុំគឺយើងមានវីដេអូ guide របៀបក្នុងការហាត់ឲ្យមក complete អញ្ចឹងបងប្អូនអាចមើលទៅតាមវីដេអូគឺបងប្អូនទាំងអស់គ្នាអាចហាត់បានហ្មងអញ្ចឹងចាប់អារម្មណ៍អន្តរជាតិមកពួកយើងបានណាអរគុណបងប្អូន